មួយឧសភាឆ្នាំ2026នេះក្រុមអង្គការសង្គមស៊ីវិលធ្វើការលើកកម្ពស់សិទ្ធិការងារសហជីពនិងកម្មករប្រមាណជាង200នាក់បានជួបជុំគ្នាប្រារព្ធទិវាពលកម្មអន្តរជាតិដោយមានដង្ហែញត្តិទៅកាន់ស្ថានទូតបារាំងកាណាដាអង់គ្លេសអាមេរិកក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានិងក្រសួងការងារសម្រាប់ទិវាពលកម្មអន្តរជាតិខួបលើកទី140ឆ្នាំនេះក្រុមបណ្ដាសហជីពផ្ដោតលើប្រធានបទដើរឡើងវិញនឹងការកែតម្រង់នានាដែលរារាំងដល់ការអនុវត្តសិទ្ធិសេរីភាពសហជីពគឺជាទិវាពលកម្មអន្តរជាតិខួបលើកទី140ហើយយើងខ្ញុំទាំងអស់គ្នាមានអង្គការសង្គមស៊ីវិលនិងសហជីពដែលធ្វើការលើវិស័យការងារបានរួបរวมគ្នានៅក្នុងការរៀបចំជាញត្តិដើម្បីដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាលយើងដែរនៅក្នុងនោះមានក្រសួងការងារតំណាងក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC ដែលយើងមើលឃើញពីទួនាទីសំខាន់របស់គាត់តែគាត់មានកាតព្វកិច្ចនៅក្នុងការទៅចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសអភិវឌ្ឍន៍មួយចំនួនដូចជាអាមេរិកដូចជាសហគមន៍អឺរ៉ុបហើយនឹងបណ្ដាប្រទេសមួយចំនួនដូចជាបារាំងនៅក្នុងជាសមាជិករបស់សហគមន៍អឺរ៉ុបហើយនឹងអង់គ្លេសក៏ដូចជាកាណាដានិងសហរដ្ឋអាមេរិកនៅម៉ោង9ព្រឹកតំណាងក្រុមសហជីពនិងកម្មករចាប់ផ្ដើមដើរដាក់ញត្តិនៅស្ថានទូតបារាំងប្រចាំទីក្រុងភ្នំពេញក្រុមកម្មករបានបន្តដំណើរទៅកាន់ស្ថានទូតអង់គ្លេសនិងកាណាដាតែមិនទាន់បានប្រមាណនាទីផងក្រុមអាជ្ញាធរខណ្ឌដូនពេញបានរារាំងការដើរដង្ហែញត្តិស្ថិតក្នុងស្ថានភាពតានតឹងជិត1ម៉ោងអាជ្ញាធរបានសម្របសម្រួលនិងអនុញ្ញាតតែតំណាងសហជីព15នាក់ហែងញត្តិទៅកាន់ស្ថានទូតអង់គ្លេសនិងកាណាដាជនមួយក៏ជាជំនិះបងហ្នឹងធ្វើចរាចរណ៍ហ្នឹងបងណាបាទហើយមិនអាចញ៉ាំឲ្យបងដល់ដង្ហែក្បួនតាមដងផ្លូវទេបាទថ្ងៃ1ឧសភាគឺជាទិវារំលឹកដល់ការតស៊ូរបស់កម្មករបានទាមទារឲ្យនយោជកគ្រប់សិទ្ធិការងារសម្រាប់អនុប្រធានសហភាពការងារកម្ពុជាលោកអាត់ធុនហាក់មានការសោកស្ដាយដែលអាជ្ញាធររារាំងកម្មករអនុវត្តសិទ្ធិនៃការជួបជុំនិងការប្រមូលផ្ដុំក៏ប៉ុន្តែថ្ងៃសិទ្ធិការងារគេហៅថា Labor Day គឺជាថ្ងៃមួយពិសេសដែលក្រមសហជីពអង្គការសង្គមស៊ីវិលស្ថាប័នពាក់ព័ន្ធដែលឯករាជ្យនេះគឺគេធ្វើតស៊ូមតិដើម្បីលើកកម្ពស់សិទ្ធិការងារហ្នឹងឯងហើយនៅកម្ពុជារបស់យើងវាមានការតាំងតែងនៅក្នុងការហែឬក៏ជួបប្រជុំជាសាធារណៈធំប៉ុន្តែអញ្ចឹងហើយបានជាពួកយើងជជែកគ្នាថាឥឡូវយើងមិនអាចធ្វើធំបានប៉ុន្តែយ៉ាងហោចណាស់ក៏យើងហែដែរប៉ុន្តែក្រុមតូចល្មមឥឡូវនេះតូចហើយនៅតែជួបឧបសគ្គទៀតអញ្ចឹងយើងមិនដឹងថាយ៉ាងម៉េចទេលោកអាត់ធុនបញ្ជាក់បន្ថែមថាសហជីពឯករាជ្យដើរតួនាទីយ៉ាងសំខាន់ដើម្បីការពារផលប្រយោជន៍កម្មករនិងជាភ្នែកជាច្រមុះរបស់ក្រសួងការងារនៅតាមបណ្ដារោងចក្រដើម្បីទាមទារឲ្យម្ចាស់រោងចក្រសហគ្រាសគោរពច្បាប់ការងារនៅពេលដែលកម្មករយើងលំបាកមិនអាចធ្វើបានពួកគេស្នើតវ៉ាទាមទារក្រោយមកក៏រត់ចូលអន្តរាគមន៍ដើម្បីជួយសម្រួលដើម្បីចរចាហើយយើងបានមានប្រាក់ឈ្នួលអបអរមាផ្នែកវិស័យកាត់ដេរទោះបីវាមិនច្រើនដល់កម្រិតប៉ុន្តែវាមានជា platform មួយអញ្ចឹងវិស័យផ្សេងទៀតក៏អត់ទាន់មានទេហើយប្រព័ន្ធសន្តិសុខសង្គមក៏អញ្ចឹងកាលមុនអត់មានទេប៉ុន្តែនៅពេលដែលយើងទាមទារខ្លាំងគឺមានអញ្ចឹងមិនទាន់ល្អក៏ប៉ុន្តែបើយើងគិតមើលវាអាចថាវាប្រសើរដែរអញ្ចឹងនេះគឺជារូបមន្តឬក៏របៀបមួយដែលវាប្រសើរហើយអញ្ចឹងមិនគួរត្រូវបានបិទទេព្រោះនិយាយទៅសហជីពនិងក្រមកម្មករឬអង្គការសង្គមស៊ីវិលដែលធ្វើទៅលើការលើកកម្ពស់សិទ្ធិការងារនេះពិតជាបានចូលរួមចំណែកច្រើនណាស់ជួយដល់រដ្ឋាភិបាលនៅក្នុងការលើកកម្ពស់សិទ្ធិកម្មករនិងសេវាសាធារណៈជូនដល់កម្មករបាទសម្រាប់កញ្ញាឈឹមស៊ីធប្រធានសហជីពត្រួតត្រងសិទ្ធិការងារនៃក្រុមហ៊ុន Nagavel បានលើកឡើងថាសិទ្ធិសហជីពឯករាជ្យត្រូវបានរឹតបន្តឹងនិងនីតិវិធីចុះបញ្ជីសហជីពឯករាជ្យមានភាពស្មុគស្មាញជីសហជីពគឺត្រូវតែលឿនហើយនឹងមិនមានការរារាំងព្រោះថាសហជីពឯករាជ្យគឺត្រូវបានរារាំងមិនឲ្យចុះបញ្ជីសហជីពទេបើទោះបីជាក្រសួងការងារលើកឡើងថាមានសហជីព 6000 ក៏ដោយប៉ុន្តែសហជីពដែលឯករាជ្យការពារប្រយោជន៍កម្មករពិតប្រាកដនឹងគឺមិនទទួលបានបញ្ជីការទេរហូតមកដល់ថ្ងៃនេះហើយបន្តមកទៀតគឺយើងចង់ឲ្យតម្លាក់ប័ណ្ណចោលទាំងអស់ទៅលើថ្នាក់ដឹកនាំសហជីពហើយយើងចង់ឲ្យអាជ្ញាកណ្ដាលត្រូវតែមានឯករាជ្យភាពការចាត់ថ្នាក់វិវាទរវាងវិវាទបុគ្គលនិងវិវាទរួមនឹងឲ្យអនុលោមទៅតាមច្បាប់ការងារមិនមែនទៅលើសេចក្តីប្រកាសឬក៏ការជូនដំណឹងជាមួយគ្នានេះក្រុមមេដឹកនាំសហជីពក៏បានសរសេរសារនៅលើបដានានាថា
ហាមឃាត់ការប្រើប្រាស់អំពើហិង្សាការគំរាមកំហែងការគៀបសង្កត់ឬរើសអើងណាមួយប្រឆាំងនឹងសហជីពឯករាជ្យបង្កើតតុលាការការងារឯករាជ្យនៅកម្ពុជាសម្រាប់ដោះស្រាយវិវាទការងាររក្សាទុកនិងពង្រឹងតួនាទីក្រុមប្រឹក្សាអាជ្ញាកណ្ដាលជាដើមតាមពិតបើនិយាយពីតួនាទីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដើរតួនាទីសំខាន់ណាស់ហើយពួកគាត់អាចជួយពួកកម្មករជាចិត្តបានដើម្បីឲ្យកម្មករជាចិត្តទទួលបានយុត្តិធម៌ចង់មិនចង់គឺពួកគាត់ជាផ្នែកមួយនៅក្នុងការជួយកម្មករច្រើនមែនទែនអញ្ចឹងណាហើយមួយទៀតរឿងពាក់ព័ន្ធថាវិវាទចប់នៅអាជ្ញាកណ្ដាលហ្នឹងវាវិវាទខ្លះជួនកាលវាអត់ចប់ត្រឹមហ្នឹងទេកម្មករត្រូវប្រើប្រាស់សិទ្ធិក្នុងការធ្វើកតកម្មឬក៏សិទ្ធិនៅក្នុងការធ្វើអីមួយតបមកក៏អាចវិវាទខ្លះមួយចំនួនបន្តទៅដល់តុលាការដែរអញ្ចឹងនៅពេលដែលបន្តទៅដល់តុលាការតាមមធ្យោបាយវិវាទនឹងចប់ឬក៏តាមមធ្យោបាយផ្សេងក៏ដោយក៏ស្នើយើងស្នើសុំឲ្យមានការបង្កើតតុលាការការងារនឹងដែរព្រោះដូចខ្ញុំលើកឡើងដើមអញ្ចឹងថាតុលាការការងារគឺជាផ្នែកមួយសំខាន់ណាស់ក្នុងការជួយទៅដល់ពលរដ្ឋកម្មករជាចិត្តដើម្បីឲ្យពួកគាត់ទទួលបានយុត្តិធម៌នៅកន្លែងការងាររបស់ពួកគាត់ហើយយើងបារម្ភពីព្រោះកន្លងមកយើងមានវិវាទការងារមួយចំនួនទៅដល់តុលាការអាជ្ញាកតេប៉ុន្តែពួកគាត់ហាក់ដូចជាយល់ដឹងពីរឿងការងារហ្នឹងនៅមានកម្រិតណាមានកម្រិតខ្លាំងមែនទែនអញ្ចឹងយើងយល់ឃើញថាត្រូវតែមានតុលាការការងារបើអត់មានតុលាការការងារទេពឹងទៅដល់តុលាការអាជ្ញាកតេវាធ្វើឲ្យស្ពេសបើរឿងកម្មករវិវាទការងារហ្នឹងវាកាន់តែយឺតទៅទៀតអញ្ចឹងណាចាអ្នកនាំពាក្យក្រសួងការងារលោកស៊ុនមេសាបានបញ្ជាក់ថានៅកម្ពុជាមានសហជីពជិត 7,000 មកពីគ្រប់និន្នាការខណៈរោងចក្រកាត់ដេរមានជិត 2,000 ប៉ុណ្ណោះហើយរោងចក្រខ្លះមានសហជីពរហូតដល់ជាង 10 អ្នកនាំពាក្យរូបនេះបន្ថែមថាភាគីក្រសួងការងារតែងស្ដាប់នៅសំណុំពរនិងកង្វល់ពីគ្រប់ភាគីពាក់ព័ន្ធដើម្បីជាប្រយោជន៍និងដំណោះស្រាយពិតប្រាកដសម្រាប់កម្មករជាក់ស្ដែងការដោះស្រាយវិវាទតាមរោងចក្រមានលទ្ធផលល្អប្រសើរដោយករណីវិវាទដែលកើតឡើងប្រមាណជិត 97.92% ត្រូវបានដោះស្រាយឲ្យសះជានៅកម្រិតក្រសួងនិងក្រុមប្រឹក្សាអាជ្ញាកណ្ដាលក្នុងស្ថានភាពបើកចំហនិងជានីតិរដ្ឋកម្ពុជាដែលមានច្បាប់ត្រឹមត្រូវបានផ្ដល់សិទ្ធិពេញលេញទៅដល់កម្មករនៅក្នុងការបង្កើតសហជីពតាមក្តីស្រមៃដែលបច្ចុប្បន្ននេះសហជីពមានប្រមាណជាង 7,000 មកពីគ្រប់និន្នាការខណៈដែលរោងចក្រខ្លះមានសហជីពរហូតដល់ជាង 10 នេះគឺជាសួនសេរីភាពយ៉ាងពេញលេញនៅក្នុងលំហប្រជាធិបតេយ្យដែលមានច្បាប់ជាគោលក៏ប៉ុន្តែអាដាមរដ្ឋមន្ត្រីក្នុងនាមជាសេនាធិការតែងតែស្ដាប់នៅសំណុំពរកង្វល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដូច្នេះដើម្បីប្រយោជន៍និងដំណោះស្រាយពិតប្រាកដសម្រាប់បងប្អូនកម្មករយើងការជួបជជែកសាកសួរត្រង់ទៅត្រង់មកជាមួយរដ្ឋពីសង្គមស៊ីវិលនិងសហជីពអាចជាយន្តការល្អបង្ហាញពីភាពចាស់ទុំសម្រាប់សង្គមកម្ពុជានាសម័យទំនើបមិនគួរប្រើប្រាស់វេទិកាតាមដងផ្លូវឬក៏លើកបដានោះទេនៅប្រទេសកម្ពុជាវិស័យវេជ្ជនភ័ណ្ឌកាត់ដេរផលិតស្បែកជើងនិងសម្ភារៈធ្វើដំណើរជាវិស័យស្នូលដែលមានកម្មករនិយោជិកកំពុងបម្រើការងារប្រមាណ 1,100,000 នាក់ក្នុងនោះ 75% ជាស្ត្រីពួកគេបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិបើតាមលោកអាត់ធុនភាពមិនច្បាស់លាស់របស់កម្ពុជាក្នុងការទទួលបាន GSP និង EBA គឺជាសុបិនមិនល្អសម្រាប់កម្មករអញ្ចឹងក្នុងរយៈពេលចាប់ពីឆ្នាំ93មកដល់នេះវាជាង20ឆ្នាំឃើញថាកម្ពុជាយើងតាំងពីកម្មករ 100-200 នាក់ឥឡូវឡើងដល់ 1 លាននាក់ជាងហើយតាំងពីចំណូលប្រាក់ឈ្នួលពីវិស័យនេះប្រហែលជា 200-300 លានឥឡូវឡើងជា 2,500 ទៅ 300 លានអញ្ចឹងច្រើនអញ្ចឹងមកខ្ញុំមើលទៅចូលរួមចំណែកច្រើនតែចុងក្រោយនេះគឺថាមានការរឹតបន្តឹងវិញដូចជា GSP គឺម្ដងថ្ងៃនេះអត់ទាន់ប្រកាសវិជាថានឹងចុះឡើងវិញដោយសារតែបញ្ចប់អាចាស់ហើយនឹងការដូររដ្ឋបាលនៃសហរដ្ឋអាមេរិកចំពោះ EBA គឺ 20% ត្រូវបានកាត់ផ្ដាច់ដោយសារតែវាមានបញ្ហាប្រឈមមួយចំនួនអញ្ចឹងថ្ងៃអនាគតបើសិនជាយើងធ្វើល្អយើងទទួលបានទាំងអស់មកវិញខ្ញុំគិតថាប្រសើរមែនទែនប៉ុន្តែបើសិនជាយើងធ្វើអត់ល្អហើយវាបាត់អានឹងទៅវិញខ្ញុំគិតថាវាជាសុបិនមិនល្អសម្រាប់កម្មករទេ